រឿងមួយនេះមិនមែនជារឿងរបស់ខ្ញុំទេប៉ុន្តែសម្រាប់អ្នកស្ដាប់ទាំងអស់គ្នាមានថ្ងៃមួយមិត្តរួមបន្ទប់របស់ខ្ញុំបានសួរខ្ញុំថាហេតុអីមួយរយៈនេះមនុស្សដែលឯងតាក់ទងគ្នាឆាប់បែកគ្នាម្លេះសំណួរមួយនេះខ្លីតែរៀងពិបាកឆ្លើយបន្តិចសម្រាប់ខ្ញុំណាមិនមែនព្រោះខ្ញុំមិនដឹងចម្លើយទេតែព្រោះចម្លើយនោះវាជារឿងដែលខ្ញុំមិនសូវចង់នឹកដល់តែយ៉ាងណាខ្ញុំក៏ឆ្លើយជាមួយនឹងគាត់វិញថាព្រោះខ្ញុំធ្លាប់មានប្រវត្តិចាំមនុស្សម្នាក់អស់រយៈពេល6ខែរឿងនេះចាប់ផ្ដើមដោយខ្ញុំបានដាក់ចិត្តស្រឡាញ់មនុស្សម្នាក់មកជាយូរប៉ុន្តែខ្ញុំមិនដាក់ចិត្តសារភាពនោះទេព្រោះខ្ញុំខ្លាចបាត់បង់ទំនាក់ទំនងជាសិស្សប្អូននិងសិស្សច្បងជាមួយគ្នាប៉ុន្តែក្រោយមកកំឡុងពេលដែលម្នាក់នោះគាត់រៀនឆ្នាំទី4ហើយស្ថិតនៅក្នុងឆមាសចុងក្រោយទៀតខ្ញុំក៏សម្រេចចិត្តសារភាពរឿងគ្រប់យ៉ាងដែលបានលាក់ទុកនៅក្នុងចិត្តមកជាយូរនៅពេលដែលគាត់បានដឹងរឿងទាំងអស់នោះហើយគាត់ក៏មិនបានបដិសេធចំពោះទំនាក់ទំនងមួយនេះដែរតែគាត់បានប្រាប់ខ្ញុំមកវិញថាមួយរយៈនេះគាត់រវល់ធ្វើប្រូជែកបញ្ចប់ឆ្នាំសិក្សារបស់គាត់អត់សូវមានពេលទំនេរច្រើនទេគាត់ក៏សួរខ្ញុំវិញថាអ្នកអាចចាំខ្ញុំបានអត់ខ្ញុំក៏ឆ្លើយថាចាំបានគាត់ក៏និយាយថាកំឡុងពេលនេះយើងអាចនិយាយគ្នាខ្លះសិននៅពេលណាដែលគាត់ទំនេរពេលនោះខ្ញុំក៏ឆ្លើយថាយល់ព្រមបន្ទាប់ពីតាក់ទងគ្នាបានមួយរយៈគាត់មិនសូវជាមានពេលបានតបខ្ញុំនោះទេពេលខ្លះឆាតរបស់ខ្ញុំរយៈពេល1អាទិត្យទៅ2អាទិត្យម្ដងទើបគាត់តបក្រោយមកគាត់បានប្រាប់ខ្ញុំថាគាត់រវល់ខ្លាំងមែនទែនគ្មានពេលគិតរឿងអីផ្សេងក្រៅពីរឿងធ្វើ project ទេអញ្ចឹងគាត់ក៏សួរខ្ញុំថាតើអាចចាំពេលដែលគាត់ធ្វើ project ចប់សិនបានអត់ប្រហែលជារយៈពេល6ខែខ្ញុំក៏យល់ព្រមបន្ទាប់ពីតាក់ទងគ្នាបានមួយរយៈគាត់អត់សូវជាមានពេលតបឆាតរបស់ខ្ញុំទេពេលខ្លះឆាតរបស់ខ្ញុំរយៈពេល1អាទិត្យទៅ2អាទិត្យម្ដងទើបគាត់បានឆ្លើយតបក្រោយមកគាត់បានប្រាប់ខ្ញុំថាមួយរយៈនេះគាត់រវល់ខ្លាំងមែនទែនអត់មានពេលគិតរឿងអីផ្សេងក្រៅពីធ្វើ project នោះទេពេលនោះគាត់ក៏សួរខ្ញុំថាតើខ្ញុំអាចរងចាំរហូតដល់គាត់ធ្វើ project ចប់សិនបានអត់រយៈពេលប្រហែលជា6ខែខ្ញុំក៏ឆ្លើយថាយល់ព្រម6ខែសម្រាប់មនុស្សខ្លះប្រហែលជាវាមិនយូរប៉ុន្មានទេប៉ុន្តែសម្រាប់មនុស្សដែលកំពុងរងចាំចម្លើយពីនរណាម្នាក់មួយថ្ងៃវាហាក់ដូចជាមួយខែមួយយប់វាហាក់ដូចជាមួយឆ្នាំក្នុងរយៈពេល6ខែនោះខ្ញុំរស់នៅជាមួយនឹងក្តីសង្ឃឹមថាគេរវល់ពិតមែនសង្ឃឹមថាថ្ងៃណាមួយគេនឹងត្រឡប់មកផ្ដល់ចម្លើយឲ្យខ្ញុំសង្ឃឹមថាអ្វីៗគ្រាន់តែជាដំណាក់កាលមួយប៉ុណ្ណោះប៉ុន្តែ6ខែក្រោយមកបន្ទាប់ពីគេធ្វើ project ចប់ខ្ញុំក៏សួរគេម្ដងទៀតតើទំនាក់ទំនងពួកយើងអាចចាប់ផ្ដើមបានហើយឬនៅពេលនោះគេក៏និយាយបន្តទៀតថាខ្ញុំនៅរវល់រឿងផ្សេងជាច្រើនទៀតខ្ញុំមិនទាន់មានពេលគ្រប់គ្រាន់នោះទេខ្ញុំក៏សួរគេបន្តថាអ្នកចង់ឲ្យខ្ញុំរងចាំរហូតដល់ពេលណាគេក៏និយាយថាខ្ញុំក៏មិនដឹងដែរពេលនោះខ្ញុំក៏សួរបន្តទៀតថាកន្លងមកអ្នកដែលចាត់ទុកឆាតរបស់ខ្ញុំជាឆាតសំខាន់ជាងឆាតដទៃដែរអត់គេក៏ឆ្លើយភ្លាមទាំងដែលមិនបានចំណាយពេលគិតអ្វីទាំងអស់គេក៏ឆ្លើយថាអត់ផងធម្មតាដូចតែឆាតដទៃដែរនឹងខ្ញុំក៏សួរបន្តទៀតថាចុះកន្លងមកអ្នកធ្លាប់គិតថាខ្ញុំជាមនុស្សម្នាក់សំខាន់ដែរឬអត់គេក៏ឆ្លើយទៀតថាអត់ផងធម្មតាដូចដែលអ្នកដទៃដែរនឹងពេលនោះខ្ញុំបានគិតនៅក្នុងចិត្តរបស់ខ្ញុំថានេះហើយគឺជាចម្លើយពិតតាមពិតគេមិនបានជ្រើសរើសខ្ញុំតាំងតែពីដំបូងមកម្លេះហើយភ្លាមនោះទើបខ្ញុំដឹងថាអ្វីទៅដែលហៅថាការរងចាំតាមពិតទៅក្តីសង្ឃឹមមួយនោះគឺជាក្តីសង្ឃឹមដែលមានតែខ្ញុំម្នាក់ឯងប៉ុណ្ណោះគ្មាននរណាដឹងទេថាក្នុងរយៈពេល6ខែនោះខ្ញុំឈឺចាប់ប៉ុណ្ណាគ្មានរាត្រីណាដែលខ្ញុំមិននឹកគេគ្មានរាត្រីណាដែលខ្ញុំមិនបើកឆាតចាស់អានម្ដងហើយម្ដងទៀតខ្ញុំអានពាក្យដដែលមើលរូបភាពដដែលនៅការសន្ទនាដដែលដោយមនុស្សដែលកំពុងស្វែងរកផុសតាងថាយ៉ាងហោចណាស់អ្វីៗដែលធ្លាប់កើតឡើងនោះវាគឺជាការពិតតាំងតែពីពេលនោះមកខ្ញុំចំណាយពេល3ខែពេញដើម្បីកាត់ចិត្ត3ខែដើម្បីរៀនគេងដោយមិនរងចាំសារពីគេ3ខែដើម្បីរៀនទទួលយកថាមនុស្សម្នាក់នោះមិនមែនជារបស់ខ្ញុំទេ3ខែដើម្បីប្រមូលបេះដូងដែលបែកបាក់ខ្ទេចខ្ទីនឹងឲ្យត្រឡប់មកជាបេះដូងមួយធម្មតាវិញហើយនៅពេលដែលខ្ញុំគិតថាខ្ញុំអាចបើកចិត្តទទួលអ្នកថ្មីបានហើយអ្នកថ្មីនោះបែរជាមានសកម្មភាពដូចទៅនឹងអ្នកមុនឆ្លើយឆាតយឺតស្ងាត់ធ្វើឲ្យខ្ញុំគិតច្រើនធ្វើឲ្យខ្ញុំសួរខ្លួនឯងនៅសំណួរដដែលដែលខ្ញុំធ្លាប់សួរកាលពីមុនអ្វីដែលសំខាន់ខ្ញុំមិនខ្លាចការបែកគ្នាទេខ្ញុំខ្លាចការវិលត្រឡប់ទៅជាមនុស្សម្នាក់ដែលអង្គុយរងចាំសារពីនរណាម្នាក់រាល់យប់ខ្ញុំខ្លាចការត្រូវចំណាយពេលរាប់ខែដើម្បីជាសះស្បើយម្ដងទៀតខ្ញុំខ្លាចដែលត្រូវរស់នៅជាមួយនឹងសំណួរដែលគ្មានចម្លើយម្ដងទៀតនោះហើយគឺជាមូលហេតុដែលពេលនេះបើខ្ញុំឃើញសញ្ញាអ្វីមិនច្បាស់លាស់បើខ្ញុំឃើញថាខ្ញុំគឺជាមនុស្សតែម្នាក់ដែលកំពុងព្យាយាមបើខ្ញុំឃើញថាទំនាក់ទំនងមួយកំពុងធ្វើឲ្យខ្ញុំគិតច្រើនជាងសប្បាយចិត្តខ្ញុំនឹងជ្រើសរើសដើរចេញឲ្យលឿនជាងមុនមិនមែនព្រោះខ្ញុំមិនស្រឡាញ់គេហើយក៏មិនមែនព្រោះខ្ញុំមិនចង់ព្យាយាមដែរ
តែព្រោះខ្ញុំដឹងថាការឈឺចាប់ម្ដងនោះបានបង្រៀនខ្ញុំឲ្យចេះការពារបេះដូងរបស់ខ្លួនឯងច្រើនជាងមុនព្រោះមនុស្សដែលធ្លាប់លង់ទឹកចិត្តស្លាប់មិនមែនគេខ្លាចទឹកទេគេគ្រាន់តែខ្លាចការលង់ទឹកម្ដងទៀតតែប៉ុណ្ណោះ